sẽ không một phép và cái bài chất cáiตัวสิ่งวิญญาณบัตรvà nhom trong salon សញ្ញាបត្រតាមប្រពន្ធខ្ញុំដែរបាទហើយនេះអ្នកអជាងគេនេះមួយនេះអ្នកអជាងគេនេះអជាងគេណាមួយនេះបន្តិចទៀតដល់ទីតាំងហើយបងប្អូនបាទទីតាំងនេះនៅក្នុងសាកលវិទ្យាល័យមួយបាទនៅភូមិន្ទភ្នំពេញបាទហើយចំពោះទីធ្លាក៏ស្អាតបាតសមរម្យផុសកន្លែងគេរៀបចំដែរបាទមានកាហ្វេមានតុសម្រាប់បងពុកម៉ែបងប្អូនអាណាព្យាបាលផុសសិស្សសានុសិស្សនៃសាលា Helprin បាទបងប្អូនតាមឈើប្រលប់ហើយបន្ទាប់មកក៏មកចូលដល់ក្នុងសាលប្រជុំបាទបងប្អូនអាណាព្យាបាលមកច្រើនបាទចំពោះសិស្សជាប់ចំណាត់ថ្នាក់លេខ1ដល់លេខ5បាទមានតិចបាច់ផ្កាមានអីបាទនោះកូនខ្ញុំបាទកំពុងតែអើតកនោះហើយទៅជែកមួយពូម៉ាគេបាទមានច្រើនបងប្អូនបាទមានគ្រប់សាខាមកទូទាំងភ្នំពេញបាទហើយបន្ទាប់មកដល់ក្នុងនេះដែរលោកនាយករងគាត់ប្រកាសចែករង្វាន់ដល់សិស្សានុសិស្សចាប់ពីលេខ1រហូតដល់លេខ5បាទមានរង្វាន់អ្វីខ្លះអញ្ចឹងទៅបងប្អូនបាទហើយបាទក្នុងខណៈនេះដែរក៏សប្បាយចិត្តចំពោះកូនដែរបាទបានគាត់ខិតខំរៀនខ្លួនឯងផងយើងជាអាណាព្យាបាលផងយើងបាទចំពោះកន្លែងការបង្ហាញសូរសម្រាប់សិស្សានុសិស្សដែលគាត់ហាត់បាទរៀននៅសាលាហ្នឹងបាទគេថាគាត់ក្លាហានបាទពួកគាត់ក្មេងៗទូចទេតែក្លាហានបាទហ៊ានបញ្ចេញសមត្ថភាពនៅលើឆាកបាទអត់ខ្លាចទោះស្របខ្លះអត់ខ្លះក៏ការក្លាហានរបស់សិស្សានុសិស្សនៃសាលា Helprin គឺគាត់ល្អបាទហ្នឹងហើយចំពោះបងប្អូនកូនក្មួយដែលគាត់រៀននេះគឺមិនយូរទេបាទរៀនតែ1ថ្ងៃ2ថ្ងៃឬកូនប្រាប់ដែរគេថាគាត់គេអ្នកគ្រូហៅដែរប៉ុន្តែគាត់អត់ចូលទេដោយសារគាត់អៀនហ្នឹងហើយបងប្អូនបាទបន្ទាប់ពីការបង្ហាញសូរចប់ក៏វគ្គប្រគល់បាទវិញ្ញាបនបត្រសិស្សសានុសិស្សបាទហើយខ្ញុំថតបានខ្លីៗទេបងប្អូនបាទកុំឲ្យវែងពេកបងប្អូនមើលអត់អស់ហើយចុចរំលងបាទហ្នឹងហើយនេះជាសកម្មភាពសិស្សានុសិស្សទាំងអស់ដែលគាត់សប្បាយចិត្តក្នុងការទទួលបានវិញ្ញាបនបត្របាទនេះជានាយកសាលាបាទនាយកសាលាដែលគាត់ប្រគល់សញ្ញាបត្របាទនេះជាកូនខ្ញុំខ្ញុំស៊ូមានចិត្តបន្តិចបាទហ្នឹងហើយបងគាត់រៀនខ្លះរឹងខ្លះបងប្អូនបាទកូនក្មេងយើងបង្រៀនគាត់ខ្លះទៅគាត់លេងខ្លះទៅបាទគាត់ទទួលពីនាយកសាលាផ្ទាល់បាទហ្នឹងហើយគាត់បានចំណាប់ថ្នាក់លេខ2ប្រចាំឆ្នាំបងប្អូនបាទហ្នឹងហើយក៏ត្រឹមត្រូវដើរផ្លុតផ្ទុនលពុតលពុនលវិតលវងស្អាតបាតផកេបាទតែបើនៅផ្ទះរៀងពិបាករឹងតិចហ្នឹងហើយបងប្អូនហើយក៏បានទិញបាច់ផ្កាជូនគាត់ដែរបាទនេះអ្នកទទួលវិញ្ញាបនបត្របាទ Congratulation បាទចំណាប់ថ្នាក់លេខ2ប្រចាំឆ្នាំសាលា Helprin នៅសាខាថ្នោតបត់បាទហើយក៏មកដល់វគ្គបញ្ចប់ដែរបងប្អូនបាទសូមអរគុណ